សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងរៀបចំវីដេអូមួយបង្ហាញជូនអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងការ download កម្មវិធីធ្វើម៉េចបានកម្មវិធីមកគឺវាមាន serial ដើម្បីឲ្យ software ដែលយើងចង់ download នោះគឺវា full version ដោយសារតែខ្ញុំឃើញមានបងប្អូនមួយចំនួនដែលគាត់មានកម្មវិធីហ្នឹងតែគាត់អត់ទាន់ចេះ download គាត់ចង់ថាហេតុអីបាន software download មកអត់មាន serial អត់មានអីអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញវីដេអូមួយទាក់ទងជាមួយនឹងការ download ធ្វើម៉េចឲ្យវាមាន serial មកជាមួយអញ្ចឹងជាទូទៅ website ដែលខ្ញុំ download នេះគឺតាមរយៈ torrent អូខេអញ្ចឹងបងប្អូនបើក web browser ទាំងអស់គ្នាអាចប្រើជាមួយនឹង Firefox ក៏បានឬក៏ Google Chrome ក៏បានអូខេឥឡូវខ្ញុំបើក Firefox ចឹងមកអូខេអញ្ចឹងជំហានទី1បងប្អូនត្រូវ download file torrent ហ្នឹងមកជាមុនសិនអូខេអញ្ចឹងណែនាំតើតើមួយ file torrent នេះខ្ញុំសូមណែនាំ website មួយគឺ www.filefo.com អញ្ចឹងយើងចូល website ហ្នឹងដើម្បី download file torrent មួយសិនណាជំហានទី1អូខេអញ្ចឹងពេលបងប្អូន enter មកឃើញ website ហ្នឹងចូលហើយបន្តមកទៀតបងប្អូននេះឃើញfile មួយគេថា torrent អញ្ចឹងបងប្អូនចុចលើ link មួយហ្នឹងមកបន្តមកទៀតបងប្អូនអាច download file ហ្នឹងមួយនៅខាងស្ដាំដៃវា last version អូខេចាំនេះដែរចប់ទីទៅបងប្អូនចុចនេះមកអូខេរងចាំបន្តិចទៅពេលដែលលោកអ្នកឃើញ file download ហើយលោកអ្នកក៏ចុច download បងប្អូនក៏ចុច download ចឹងមកអូខេអញ្ចឹងពេល download ចប់បងប្អូនអាចដំឡើង file torrent ហ្នឹងមួយអញ្ចឹងខ្ញុំចូលទៅកន្លែង folder download ហ្នឹងអូខេឃើញprogram នេះមាន torrent ហ្នឹងអញ្ចឹងខ្ញុំតម្លើងចឹងបងប្អូនគាត់ double click លើ file torrent ហ្នឹងមកអូខេចុច yes មកអញ្ចឹងរបៀបតម្លើងអត់មានអីវ៉ាទេគ្រាន់តែចុច next តរហូតទៅគឺវាដំណើរការអូខេ next ចឹងមក next agree ហើយអានេះបើយើងចង់ដាក់រូបកម្មវិធីលើ desktop ក៏ដាក់ទៅបើមិនដាក់ទេក៏ឲ្យទៅអាហ្នឹងអូខេ next មកហើយ next តទៀតមកហើយអានេះខ្ញុំអត់ចង់យកកម្មវិធីហ្នឹងមកជាមួយទេ next តទៀតមក accept មកអូខេ finish អូខេឥឡូវខ្ញុំអត់យកអាហ្នឹងទេខ្ញុំ skip អាហ្នឹងចោលខ្ញុំអត់ចង់មកកម្មវិធីចឹងទេដល់ accept មក finish អូខេអញ្ចឹងយើងបានតម្លើង torrent ហ្នឹងហើយហីនេះបងប្អូនអាចមកមើលកន្លែងនេះនេះវាចេញមកហើយកម្មវិធីអញ្ចឹងពេលតម្លើងចប់វា download file ហ្នឹងមកមួយនេះគឺជា file client របស់ torrent មួយសម្រាប់ជំនួយក្នុងការ download អូខេអញ្ចឹងពេលបងប្អូនតម្លើងចប់យើងត្រូវចូល website សម្រាប់ download អូខេអញ្ចឹងបើក browser ម្ដងទៀតអូខេអញ្ចឹងបងប្អូនវាយ website ហ្នឹងមក torrent.eu នេះ enter torrent.eu enter បន្តមកទៀតកន្លែង blog search នេះបងប្អូន search មើល software ណាដែលបងប្អូនចង់ download ឥឡូវឧទាហរណ៍ថាបើកាលនេះចង់ download Windows គេឧទាហរណ៍ថា A.1 អញ្ចឹងទៅឧទាហរណ៍ជា Ultimate អូខេ enter មកអញ្ចឹងបងប្អូននឹងឃើញទៅលើទំហំហើយនឹងចំនួនខែដែលគេបាន update មក upload ចូលហ្នឹងថារយៈពេលប៉ុន្មានអូខេឥឡូវដើម្បីលឿនខ្ញុំសុំ download កម្មវិធីដែលមានទំហំតូចព្រោះ Windows វាធំវា 3-4G អញ្ចឹងខ្ញុំបង្ហាញអត់តាន់ទេអញ្ចឹងឧទាហរណ៍ខ្ញុំចង់ download កម្មវិធី Internet Download Manager ចុះអញ្ចឹងបងប្អូនវាយ line search ហ្នឹងមក Internet Download Manager អូខេឥឡូវខ្ញុំយកមួយហ្នឹងមក enter អញ្ចឹងបងប្អូននឹងឃើញ file ខាងក្រោមហីថាតើ Internet Download Manager ហ្នឹង file មួយណាបងប្អូនចង់បានអូខេអញ្ចឹងនៅក្នុងហ្នឹងវាមាន Internet Download Manager final អញ្ចឹងមកហើយទំហំរបស់វាឥឡូវឧទាហរណ៍ថាខ្ញុំរើសមួយខ្ញុំរើសថា 18 MB ជា version ចុងក្រោយចុះនេះឥឡូវចុចលើហ្នឹងមក
បន្តមកទៀតនេះគឺជា website client torrent ដែលសម្រាប់ download link ទៅ server របស់ torrent ហ្នឹងអញ្ចឹងបងប្អូនរើសណាមួយមកឥឡូវឧទាហរណ៍ថាខ្ញុំរើសខាងមួយនេះចុះ Bitnop នេះចុចហ្នឹងមកអូខេបន្តមកទៀតបងប្អូនឃើញអាស្ដាមដៃនេះវាដាក់ថា download direct manage link ហើយនឹង download torrent អញ្ចឹងខ្ញុំចុចលើវាថា download torrent ចាំមក play ទៅដើម្បីឲ្យវា download នេះមកវាវិញអូខេអញ្ចឹងគេ download ចប់ហើយអញ្ចឹង download ចប់បងប្អូនចុចលើហ្នឹងមកនេះឃើញ file ហ្នឹងហើយអញ្ចឹងបងប្អូនគ្រាន់ចុចលើហ្នឹងមកបើសិនកាលនេះអត់ឃើញទេបងប្អូនអាចចុចលើកន្លែងយើង download នេះកន្លែង folder download ហ្នឹងឃើញកន្លែងនេះ download ទេអានេះគឺជាបក internet download ហ្នឹងហើយអញ្ចឹងបងប្អូនគ្រាន់ដឹកឥឡូវធម្មតាយើង download មិញហ្នឹងគឺបាន file client ទេមិនមែនតន់ជា software ឡើយទេអញ្ចឹងយើងត្រូវ download កន្លែងហ្នឹងចុចទៅដើម្បី link ទៅ torrent ដើម្បីវា download អូខេអញ្ចឹងកន្លែងនេះវាអត់ទាន់មាន internet download ទេណាជាមួយខ្ញុំ download នេះចប់នេះ double click លើហ្នឹងមកអញ្ចឹងវានឹងចូលទៅក្នុង website របស់ torrent file torrent ដែលយើងបាន load ដំបូង download ដំបូងអញ្ចឹងនេះវាចាប់ផ្ដើម download đấy អញ្ចឹងបងប្អូនរងចាំដំណើរការវា download ចប់ព្រោះធម្មតាអានេះវាមិនលឿនដូចជា internet download manager ទេវាយឺតបន្តិចហើយអញ្ចឹងបងប្អូនអាច download ទុកចោលឬក៏ដាច់ភ្លើងក៏វាអត់បញ្ហាដែរវានឹង download តរហូតនឹងវាអត់ដូច internet download ទេអូខេអញ្ចឹងបងប្អូនរងចាំតិចទៅទៅងំវាដំណើរការចប់ណាអញ្ចឹង download complete đấy អញ្ចឹងបងប្អូនឃើញវា download ចប់អូខេអញ្ចឹងដល់ពេលដែល download ចប់បងប្អូនអាច remove នឹងចោលទៅជាងលែងប្រើហើយអញ្ចឹងអ្វីដែលសំខាន់បងប្អូនចូលកន្លែងនេះឃើញទេអញ្ចឹងដំបូងឡើយគឺយើងអត់ទាន់មានទេកន្លែងហ្នឹងកន្លែង internet download អញ្ចឹងដល់ពេលដែលយើងបើក file client torrent ហ្នឹងទៅវានឹង download link ទៅ server torrent ហ្នឹងបាន file សម្រាប់តម្លើង software ហ្នឹងនេះគឺជា file software ណាអញ្ចឹងបងប្អូនបើកមកនេះគឺជា file crack អូខេនេះគឺជា file សម្រាប់ set up អូខេហើយនេះគឺជា node សម្រាប់តម្លើងអញ្ចឹងនេះគឺជា instruction របស់កម្មវិធីហ្នឹងថាយើងតម្លើងយើងត្រូវតម្លើងមិនខ្លះហើយ copy crack ទៅដាក់ directory កន្លែងណាកន្លែងនេះបងប្អូនអាចមើលតាមនេះបាទអូខេអញ្ចឹងនេះគឺជាវិធីសាស្ត្រក្នុងការ download កម្មវិធីធ្វើម៉េចឲ្យបាន full version អូខេអញ្ចឹងវីដេអូមួយហ្នឹងសូមតែមកថាចប់ប៉ុណ្ណឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចស្វែងយល់បានហើយអាចចេះ download កម្មវិធីឲ្យមាន full version បានប្រើទាំងអស់គ្នាហើយបើមានចង្អល់អីអាច comment អាចអីចឹងសួរបើសិនមានពេលទៅនោះខ្ញុំនឹង reply បន្ថែមហើយសូមបងប្អូនជួយ share វីដេអូជួយ like ផងដើម្បីចែកជូនបងប្អូនផ្សេងទៀតដែលមិនទាន់ចេះហ្នឹងឲ្យចេះប្រើទាំងអស់គ្នាណាបាទសូមអរគុណ